dương nè khla do con do cháu từ prao mai ở mưa lao tiết và sọc này ọt miền nè sọc mà chỉ luôn nè sọc khăn khla tên miền hiền do con do cháu từ ở mai mưa áo chứ nè nhómไปสระโยมสำนักได้อดเมนปีนาโยโกนโยใจมาอ่อยมือสบายสู้เลยเมียได้เบิ่งจ้องไปดูตึกนี่เนาะโยโกนโยใจหมดยางมาจังมันแกเอาคนนับที่ท่าจักสระฉันแกเอาตั้งกุยผักตายจักสระรังสเปียตะการมาดาวลมหายไอจักสระแม่แกเอามือใจการปีสลันจวบโกนนั่งสลันเมียนโกนนั่งตรำตายมาตายเลยดอแล้วลากดอใจลากดอมาทังอ่ะtừ vọt từ bọn này na còn quỳ mình sụp đây trộn bọn lên mình nhặt cái kia hết không bay sang lên hậu bị nhặt chay đấy trong vịt cho ta vịt mà giờ ta miền bàn hậu bị ảo chay mà trộn bọn kia tí nên làm lục cái hết lục cái ấy ta nhom chay dùng mà lấy chay rồi pí xây con cái mà một plate nhặt từ tê từ lục cái trắng khan càng nghe khan bón đào xà từ chay ăn ấy tê nhom mấy luônในក្នុងសង្គមនេះនឹងវាដូចគ្នាអញ្ចឹងហើយបើយើងមិនពឹងម៉ែនឹងពឹងពីណាស្រូវទុំក្រហមក៏ញោមពេញស្រែបើមិនយកកូនទៅផ្ញើម៉ែណាអ្នកច្រូតស្អែកត្រូវចូលរោងចាក់ចង់បានលុយកាក់បើមិនយកទៅកូនទៅផ្ញើម៉ែបានណាចូលធ្វើការហើយតែអត់បានធ្វើការអត់បានលុយម៉ែហ្នឹងក៏អត់អីហូបអត់អីទៅវត្តទៅសិលបើអញ្ចឹងត្រូវតែជួយគ្នាទៅវិញទៅមកជារឿងធម្មតាក៏ប៉ុន្តែបើសិនជាម៉ែស្ម័គ្រចិត្តមកជួយយើងដល់យើងអត់ប្រើយើងអត់បាបទេក៏ប៉ុន្តែបើម៉ែនោះមិនស្ម័គ្រចិត្តទេកំពុងលូបាត់អាកូនវាមិនឃើញមកសោះឯងវាមិនស្រួលខ្លួនប្រហែលថ្ងៃតាំងពីឈឺមកអត់ស្រួលខ្លួនរហូតឲ្យតែឃើញកូនមកអាងឲ្យកោះខ្យល់ឡើងបន្តិចអាទឹកពីងនោះអស់អាលីងអស់ទៅអាបងនោះមិនឃើញមកអាងឲ្យរែកទឹកដងទឹកឲ្យបន្តិចអាកូននោះទៅណាបាត់អស់ទៅមិនឃើញមកសោះអង្គក៏អស់អីក៏អស់ចង់ទៅណាទៅរួចដើមរួចវាអត់ជិះម៉ូតូគេមកដុបឯងបន្តិចអាទូរស័ព្ទនោះក៏ចុចលេងចេញនេះអស់លុយអស់ស្អីអាមិនវិញណាបើអញឃើញកូនណាមកសោះឈឺខ្លួនមិនឃើញណាមកកោះខ្យល់អូមកដឹកបែរកោះខ្យល់ឲ្យអញយ៉ាងដូចពីសពងអីផងម៉ែឲ្យដឹកដៃកូនមកដល់លើពីអាអូនអើយនៅលេងជាមួយយាយល្ងាចម៉ែមកយកវិញម៉ែផ្ញើអូនផងជូន 2000 ទៅវិញបាត់ឲ្យអញស្មានតែគេកោះខ្យល់ឲ្យអញទៅបាត់ទៅមានឯណាបាននិយាយបានដឹកម៉ែចេញផុតអាការ៉េមកៃមកនៅអស់ 1000 ទៅអាការ៉េនឹងទៀតឃើញក្មេងមិនព្រមជាហួសទេវិលទៅវិលមកនៅតលក្មេងយំទៀតតបានមែនមកទៅទៀតទៅនំទៀតមកនំចុះនំឡើងអាចៅទៀតនំនិយាយទិញនំឲ្យចៅទៀតថ្ងៃល្ងាចទិញនំអីណាមកទៀតទឹកកកអីណាមកទៀតអស់ថែមលុយម៉ែហ្មងទៅ2000ហ្នឹងមិនបានចៃខ្លួនឯងទេអស់លុយម៉ែថែមទៀតហើយមិនស្រួលកូនខ្លះនៅជាមួយម៉ែផ្ទះនៅជាមួយគ្នាមកវិញគេលូដាក់កូនទៀតហើយនេះខូចណាស់នៅផ្ទះគិតតែដើរលេងអត់មានដាំបាយទេហើយនេះអត់គិតដាំបាយទេនិយាយនោះអញភ្លេចដាំបាយឲ្យគេលូកូនប៉ុណ្ណឹងមិនចេះដាំបាយទេថែអញមិនដាំបាយហ្នឹងចង្កាគេថាឲ្យកូនមើលដូចប្រែតហើយមុខសាខ្ជុងដូចប្រែតមើលសក្តីហើយនេះអត់ចេះងូតទឹកទេហើយនេះខ្ជិលណាស់អត់ចេះងូតទឹកទេម៉ែហ្នឹងអង្គុយអុចពោះគ្មានណាទេថែអញមិនងូតទឹកឲ្យកូនគេហ្នឹងហ្មងអញមិនងូតទឹកឲ្យកូនគេថាឲ្យចឹងអង្គុយអុចពោះហើយអត់សប្បាយចិត្តទៀតមើលកូនឲ្យគេមួយថ្ងៃល្ងាចមកគេឌឺដងអង្គុយតែស្ដាប់មើលគេនិយាយជាមួយកូនគេមិនដាំបាយមិនងូតទឹកមិនអីអញហើយវេទនាអញគេមិនកោះខ្យល់ឲ្យអញគេមិនទិញថ្នាំឲ្យអញទៅខ្វះមុខខ្វះក្រោយឥឡូវហ្នឹងថាឲ្យតែគេកុំថាគេថាឲ្យអញទៀតលោកអើយលោកអីក៏វេទនាម្លេះកាលពីវានៅតូចវេទនាមួយសាហើយដល់តែពេលឥឡូវវាធំហ្នឹងវេទនាទៀតអញទៅចូលបន់តិចវាថាអើយម៉ែឯងទៅធ្វើបន់ស្អីយកទិញនំឲ្យចៅទៅវាល្អជាងគេខាត់អញចេះទៅទៀតអញចាំវាហើយហ្នឹងឥឡូវវាប្រើប្រកបអញចាំចៅទៅទៀតណាឲ្យមើលកូនវាទៀតណាអើយពិបាកណាស់ចឹងហើយបើសិនជាយើងប្រើម៉ែប្រើឪអញ្ចឹងណាញោមបើគាត់មិនចង់ឲ្យយើងប្រើថែមទៀតមានន័យថាជាពាក់មួយជាន់ទៀតចុះដើម្បីមានកិច្ចដោះអាចពាក់ហ្នឹងត្រូវធ្វើម៉េចធ្វើបន់ដូចគេធ្វើហ្នឹងអញ្ចឹងបន់ចម្រើនបច្ចុប្បន្នគេធ្វើដោះតំណុលកម្មអាចពាក់ហ្នឹងគេសងគុណម៉ែឪសងអាចពាក់ហ្នឹងបានធ្វើបន់ចម្រើនបច្ចុប្បន្នហ្នឹងបានគេអាចារ្យនាំឲ្យសុំខមាទោសហើយចឹងសុំខមាទោសគាត់ដែលយើងប្រើគាត់ឲ្យមើលកូនមើលចៅហ្នឹងសុំខមាទោសទៅគាត់អត់ទោសឲ្យយើងរួចខ្លួនហើយអាចារ្យស្រុកហ្នឹងគេសុំឲ្យកូនចៅខមាទោសដែរញោមហ៎មានដែរបើមានអញ្ចឹងល្អអាត្មាក៏ចង់បានអាចារ្យអញ្ចឹងដែរបើសិនជាអាត្មាធ្វើបន់ចម្រើនបច្ចុប្បន្នអីក៏អាត្មាចង់រកអាចារ្យអញ្ចឹងដែរឧបមាដឹកនាំបងប្អូនធ្វើបន់ចម្រើនបច្ចុប្បន្នឲ្យម៉ែក្មេកអីក៏អាត្មាចង់រកអាចារ្យអញ្ចឹងដែរអត់ទេអាត្មាអត់មានម៉ែក្មេកអីទេគ្រាន់តែឧទាហរណ៍ទេឧទាហរណ៍ថាបើអាត្មាចម្រើនបច្ចុប្បន្នឲ្យយាយក្មេកម៉ែក្មេកអីក៏ចង់បានអាចារ្យអញ្ចឹងដែរព្រោះដឹកនាំឲ្យកូនចៅសុំខមាទោសអញ្ចឹងល្អមិនបានសុំព្រោះយើងជាពាក់ណាញោមប្រើគាត់ឲ្យមើលកូនមើលចៅមើលអីសពបែបយ៉ាងបើយើងមិនបានសុំខមាទោសទេកម្មពីឲ្យទៅកើតជាខ្ញុំបង្រើគេប្រើឲ្យមើលកូនគេប្រើឲ្យធ្វើការឲ្យគេរាល់ជាតិបើដូច្នេះហើយតើកូនចៅមានកិច្ចសុំខមាទោសបានជាគេបង្កើតកម្មវិធីបុណ្យចម្រើនបច្ចុប្បន្នកូនចៅស្រេចទឹកម៉ែឪនឹងសុំខមាទោសនេះដើម្បីរំលោះរំលាងកម្មពីរួចញោមម៉ែខ្លះរំភើបណាស់ហើយឃើញកូនមកថ្វាយគុំជូនលុយជូនកាក់ឲ្យពរអាចារ្យហត់ទៅមើលឲ្យពរកូនតិចកូនរស់ស៊ីមានបានសុខសប្បាយតែអាម៉េចវារំភ
ពេញចេញចេញហើយទៅតាមវាឲ្យកម្ដងតែអាត្មានេះអួលតាមកតាមគេធ្វើឲ្យម៉ែគេរំភើបចង់ហោះទៅលើហើយមាននិយាយមួយអង្គុយយំទឹកភ្នែកប្រព្រឹត្តពេកឲ្យច្បាស់អាត្មាសួរដល់យំអីដែរញៀតអីខាងណាយំនឹងវាសំណោះអញ្ចេះគេធ្វើឲ្យម៉ែគេនិយាយពីកូនខ្ញុំនេះចំណាស់ប៉ុណ្ណឹងមិនដែលឃើញកូនណាធ្វើបន់ឲ្យខ្ញុំអញ្ចឹងម្ដងណាឯងធ្វើបន់ម្ដងមកយាមអូសទាញគេមិនមកទេនោះទៅវាយវងទៅក្រោមតាមស្វាយក្រោយផ្ទះនោះទៅវិញបាត់ទៅឯងទៅសែងក្រែមកប្រមូលសបកកដងបានពីកេះទុកដោអេតចាយហៅឲ្យចូលប្រគិនចូលអីចឹងមិនមកទៅឃើញកូនគេធ្វើអញ្ចឹងវាសំណោះខ្លួនណាអញចិត្តងាប់ទៅវិញហើយមិនដែលឃើញកូនណាធ្វើឲ្យអញ្ចឹងសោះឥឡូវថ្ងៃនេះម៉ែគេកូនគេធ្វើឲ្យហើយបើសិនជាគេមានកម្មពេលពីមុនមកគេសុំខមាទោសគេរួចខ្លួនអស់ហើយចុះញោមដតីដែលមានកូនមានចៅមានម៉ែមានឪដែលយើងជាពាក់ប្រើម៉ែប្រើឪដែលមិនទាន់បានសុំខមាទោសគាត់នោះមិនដែរគិតឲ្យហើយទៅតន់គាត់នៅរស់មាត់នៅចំហកំពង់កនៅឈរដៃនៅក្រទទួលការកាត់ភ្នែកនៅមើលឃើញគិតឲ្យហើយទៅមិននាំបងប្អូនធ្វើឲ្យហើយទៅកុំចាំទៅដួលព្រុសគេលិតដាក់មកឈូសហើយបានយំសោកស្ដាយម៉ែអើយកូនសុំខមាទោសសុំ2ថ្ងៃក៏ខ្មោចអត់ស្ដីរដែរអាចារ្យដឹកយកទៅដុតបូជាបង្ហើយបានហើយញោមអើយអត់បាននិយាយជាមួយយើងទេអញ្ចឹងចង់សុំទោសសុំធ្វើបុណ្យអីតន់គាត់នៅរស់ធ្វើឲ្យហើយទៅគ្មានប្រហែលឆ្នាំទៀតទេគាត់ចាស់ហើយឲ្យគាត់សុបាយជីវិតចុងក្រោយទៅណាឥឡូវម៉ែឪគេថ្ងៃនេះប្រពៃឲ្យកូនចៅគេធ្វើឲ្យនេះមេត្តាបៃតានៅរស់ព្រះអង្គសម្ដែងប្រាប់ថាបតោនៃសង្ឃបរិសាមិម៉ែឪនៅរស់កូនចៅចិញ្ចឹមគាត់វិញទៅកិច្ចចាំងនៃសង្ឃបរិសាមិបើម៉ែឪមានកិច្ចកូនមកជួយកិច្ចការងារនោះក៏លវាងសង្ឃតបេសាមិប្រតិបត្តិថែរក្សាពូជពងវងតកូលទាយាជាងបដិបច្ជាមិប្រតិបត្តិថែរក្សាទ្រព្យមរតកគាត់កុំឲ្យធ្លាក់ចុះហើយបើសិនជាគាត់នៅរស់រៀនមានជីវិតនឹងយើងជូនបាយជូនទឹកនំចំណីត្រីសាច់ប៉ុណ្ណេះហើយចុះបើគាត់ស្លាប់ទៅហើយលោកថាតេកេណាងអនុបទៈសាមិដូចជាញោមប្រុសដែលបានស្លាប់ទៅអញ្ចឹងព្រះអង្គថាឲ្យកូនចៅធ្វើតេកេណានុបទិឧទ្ទិសទៅឲ្យគាត់ដូច្នេះកម្មវិធីបុណ្យនេះសរុបទៅពេញអង្គទាំងអស់ម៉ែឪនៅរស់គេធ្វើតាមបែបរស់ម៉ែឪដែលស្លាប់ទៅក៏គេធ្វើតេកេណានុបទិឧទ្ទិសផលទៅនេះជាការប្រពៃដើរតួជាកូនល្អហើយបើកូនល្អប៉ុណ្ណេះឈ្មោះថាជាកូនកតញ្ញូកូនកតញ្ញូនេះរកទទួលទានមានបានជាងគេញោមបើកហាងមកជួរហ្នឹងបើមានកូនកតញ្ញូចូលមកលក់ដាច់ជាងគេរកស៊ីចំណេញជាងគេអតិថិជនចូលជាងគេម៉ួយចូលច្រើនជាងគេទៅរកចំនួនជួញបានចំណេញអាយុក៏វែងជាងគេសុខក៏សុខច្រើនជាងគេគេស្រឡាញ់គេចូលចិត្តឡើងលៀបឡើងយល់ឡើងស័ក្តិក៏ឡើងច្រើនជាងគេព្រោះមានទេវតាតាមថែអាសាកូនមានធម៌កតញ្ញូញោមប្រហែលអត់ដឹងទេព្រះអិនថ្វាយអង្គមពីលើមករាល់ថ្ងៃថ្វាយអង្គមគ្រប់ទិសនាតល័យទេវបុត្រសួរថាព្រះអង្គថ្វាយអង្គមនរណាថាថ្វាយអង្គមមនុស្សណាមនុស្សដឹងគុណម៉ែដឹងគុណឪចេះចិញ្ចឹមម៉ែចិញ្ចឹមឪថ្វាយអង្គមនៅនោះអញ្ចឹងព្រះអិនថ្វាយអង្គមហើយព្រះអិនជាស្ដេចទេវតាទៅថ្វាយអង្គមតាមព្រាតបានជាកូនមានធម៌កតញ្ញូនឹងអាយុថ្លៃមិនងាយស្លាប់តៃហោងទេមិនងាយគ្រោះថ្នាក់ចរាចរណ៍មិនងាយមានឧបសគ្គមិនងាយស្លាប់ដោយសារគ្រឿងសត្រាគ្រឿងបហាថ្នាំពឹសថ្នាំពុលទេគេថាជាកូនមិនចយត់សំដៅទៅលើកូនមានធម៌6យ៉ាងទី1កូនស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពទី2ចិញ្ចឹមម៉ែឪដោយគោរពទី3កូននឹងណែព្យាបាលជំងឺម៉ែឪដោយគោរពទី4ធ្វើបុណ្យជូនគាត់ពេលគាត់ស្លាប់ទី5កូនណារៀបចំកន្លែងដាក់អធិធាតុអធិគុណរបស់គាត់ទី6កូនណានឹកឃើញធ្វើបុណ្យតេកេណានុបទិឧទ្ទិសទៅឲ្យគាត់រឿយប៉ុណ្ណេះគេហៅកូនមានធម៌6យ៉ាងនេះជាកូនមិនចយត់ញោមរាប់ខ្លួនឯងមើលទៅបើគ្រប់ទាំង6ហ្នឹងឲ្យបន្ទុកខ្លួនឯង2លានទៅបើមិនគ្រប់ទេចាំបន្ថែមទៀតចុះប៉ុន្តែបើតាមជើងលេខដូចជាគ្រប់ទាំងអស់ហើយអញ្ចឹងជាកូនមានធម៌កតញ្ញូបកែណាញោមមហាស្នេហ៍បកែបំផុតខ្លាំងលើសសារិកាលិនថោងទៀតពាក់ដោយមនុស្សពាក់ដោយទេវតាតាមស្រឡាញ់ញោហើយទៅណាក៏ទេវតាថែអាសាដែរបានព្រះអង្គលោកថាយោមេតរាំងពេតរាំងវាមកចោលថាមានណបោសតិទេវាពេណាំងតិកាឆន្តិមេតាបេតិបរាំងរាំងអ្នកមានធម៌កតញ្ញូទៅរកស៊ីទីកន្លែងណាទេវតានៅកន្លែងនោះតាមថែអាសាការពារឲ្យរកចំណូលចូលបានចំណេញជួយបានចំណេញចូលអត់មានចេញជារៀងរាល់ថ្ងៃបានសុខបានចម្រើនឡើងលៀបឡើងយសឡើងស័ក្តិនឹងហើយបានជាពពុទ្ធិស័ក្តិណាញោមមកកើតជាពពុទ្ធិស័ក្តិទៅរកស៊ីចំនួនជួយប្រែគេគ្រោះថ្នាក់គេស្លាប់លាន់ព្រះអង្គចេះទៅរស់រៀនមានជីវិតរហូតមកហើយបានជាព្រះអង្គត្រាស់ដឹងឡើងព្រះអង្គថាមកពីហេតុអីមកពីព្រះអង្គមានធម៌កតញ្ញូទេវតាតាមថែអាសានតើហើយមង្គលទៀតក្រុមគ្រួសារមានសុភមង្គលព្រះអង្គរកឃើញមង្គល38ប្រការក្នុងនោះមង្គលទី11ព្រះអង្គថាមេត្តាបិតោបដ្ឋានអេតាមង្គលមុតតមង្គលប្រុសស្រីណាទំនុកបំរុងមេត្តាបិតាអញ្ចឹងគ្រួសារនឹងនឹងមានសុភមង្គលប៉ុន្តែព្រះអង្គរកឃើញផ្លូវវិនិច្ឆ័យមាន12តកូនណាឈានជើងចូលទៅកូននឹងវិនិច្ឆ័យហើយគ្រួសារនឹងវិនិច្ឆ័យហើយផ្លូវវិនិច្ឆ័យ12នោះមានគាថាទី4ព្រះអង្គថាអញ្ចេះឲ្យលឺរាល់ព្រឹកហើយកូនប្រុសស្រីណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបិតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យ
វិនីវិនីមកពីអីមកពីលះបងម៉ែឪនៅលើផ្ទះនេះចោលអញ្ចឹងឲ្យព្រះលើផ្ទះក្តៅក៏ហើយវិនីហើយអញ្ចឹងឲ្យប្រយ័ត្នវិនីបានជាកូនចៅរៀបចំល្អប្រពៃថ្លៃថ្លាណាស់អញ្ចឹងម៉ែឪដែលស្លាប់ទៅណោះលោកឪពុកដែលស្លាប់ទៅណាលោកតាដែលស្លាប់ទៅគឺឧបាសកថាំងគុយហាសូមទទួលអត្ថមនោញ្ញផលកុសលផលបនសោយសម្បត្តិទឹកតាមសេចក្តីប្រាថ្នាចុះញាតិកាសាលហិតញាតិមិត្តរបស់ញោមញាតិជាម្ចាស់ទានប្រធានបនក្តីរបស់ញោមកតញ្ញូក្តីក៏សូមឲ្យឧទ្ទិសកុសលផលបនឲ្យបានដល់រៀងខ្លួនដែរឯចំណែកកូនចៅរស់រៀនមានជីវិតនៅជាមួយនឹងអ្នកម្ដាយសូមឲ្យអ្នកម្ដាយនឹងរស់ឲ្យបានយូរ